ការចិញ្ចឹមអប់រំកូនគឺជាដំណើររឿងផ្ទាល់ខ្លួននិងរឿងពិភពលោកដ៏ស្មុគស្មាញស៊ីជម្រៅនិងចាក់ stress ហើយគ្មានរូបមន្តណាមួយដែលកំណត់ឬសន្យានៅភាពជោគជ័យរបស់ខ្លួនក្នុងការចិញ្ចឹមអប់រំកូននោះទេទោះយ៉ាងណាក៏ដោយមានគោលការណ៍និងការអនុវត្តមួយចំនួនដែលមានអ្នកជំនាញនិងឪពុកម្ដាយដែលមានបទពិសោធន៍ជាច្រើនចាត់ទុកថាមានសារៈសំខាន់សម្រាប់ចិញ្ចឹមអប់រំកូនប្រកបដោយប្រសិទ្ធភាពមុនពេលចាប់ផ្ដើមពីគោលការណ៍និងការអនុវត្តទាំងនោះសូមមើលអំពីផលប៉ះពាល់វិជ្ជមានមួយចំនួននៃការចិញ្ចឹមអប់រំកូនផលប៉ះពាល់ជាវិជ្ជមានការអភិវឌ្ឍពុទ្ធិកុមារដែលចិញ្ចឹមដោយឪពុកម្ដាយដែលមានភាពវិជ្ជមានទំនោរជាអ្នកមានជំនាញក្នុងការយល់ដឹងល្អរួមទាំងការអភិវឌ្ឍភាសាសមត្ថភាពដំណោះស្រាយបញ្ហានិងមានបញ្ញាខាងអារម្មណ៍ខ្ពស់បទបញ្ញត្តិផ្លូវអារម្មណ៍ការចិញ្ចឹមអប់រំកូនល្អលើកកម្ពស់ការអភិវឌ្ឍជំនាញគ្រប់គ្រងអារម្មណ៍ប្រកបដោយប្រសិទ្ធភាពនាំឲ្យសុខុមាលភាពផ្លូវអារម្មណ៍និងសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើងទំនាក់ទំនងដែលមានសុវត្ថិភាពការចិញ្ចឹមអប់រំកូនវិជ្ជមានជួយបង្កើនចំណងមិត្តភាពរវាងឪពុកម្ដាយនិងកូនដែលមានផលល្អដល់ទំនាក់ទំនងសង្គមនិងអារម្មណ៍កាន់តែប្រសើរឡើងសមិទ្ធផលសិក្សាកុមារដែលទទួលបានការចិញ្ចឹមអប់រំល្អភាគច្រើនទទួលបានលទ្ធផលសិក្សាប្រសើរនិងចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រភាពស៊ាំការចិញ្ចឹមអប់រំកូនវិជ្ជមានជួយបង្កើនសមត្ថភាពរបស់កុមារក្នុងការទប់ទល់នឹងភាពតានតឹងនិងការលំបាកព្រមទាំងរួមចំណែកដល់ភាពស៊ាំកាន់តែខ្លាំងនៅពេលប្រឈមមុខនឹងបញ្ហានានាក្នុងពេលអនាគត